ជំរាបសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីជួបជាមួយខ្ញុំយូជាចឹងវីដេអូនេះដែរគឺខ្ញុំធ្វើការបង្ហាញអ្នកទាំងអស់គ្នាពីបញ្ហាជាមួយ Discord បច្ចុប្បន្នដោយសារតែខ្ញុំឃើញមានផុសមួយគឺថា Discord បានចោទឈ្មោះការប្រើប្រាស់ការជួញដូរតំណែងខុសច្បាប់ណាតែចឹងដូចដូរសេវាខុសច្បាប់ជាស្អីចឹងខ្ញុំមិនដឹងថាព័ត៌មានហ្នឹងពិតទេចឹងបាន Discord នៅខ្មែរយើងនៅកម្ពុជាអត់បើកទៅវា load world ជារហូតនៅទូរស័ព្ទវាអត់ដើរចឹងខ្ញុំនឹងបង្ហាញអ្នកនរគ្នាពីរបៀបបង្កើតអ្នកធ្វើឲ្យវាដើរធម្មតាវិញចឹងសម្រាប់កុងព្យូទ័រអ្នកនរគ្នា search ពាក្យថា control panel តបនៅក្នុង control panel នេះអ្នកនរគ្នាឃើញ category បែបនេះចឹងអ្នកនរគ្នាអាចចុចចូលទៅ network នេះក៏បានឬក៏អ្នកនរដាក់ពាក្យ line category នេះយក network មកហើយកន្លែងនេះយើងនឹងឃើញថា internet ដែលយើងប្រើប្រាស់ចឹងអ្នកនរចុចពាក្យ internet មកតបមកអ្នកនរចុចពាក្យ priority តបពី priority ហើយអ្នកនរយកពាក្យនេះ internal protocol version 4គេហៅ IPv4 ហ្នឹងតបមកអ្នកនរចុចទៅឡើងក៏មុនយើងប្រើជា DNS server address automatic ចឹងដល់ពេលបើសិនកាលនេះប្រើហ្នឹងវាដើរចឹងអ្នកនរត្រូវ config វាទៅដាក់IP វាដាក់1 DNS server 1.1.1.1 មកតបមកយក OK មកហើយ close តបមកខ្ញុំ refresh បិទមកខ្ញុំចុចខ្វែង Discord ចាស់នេះអានេះវាបើកឡើងដែរអញ្ចឹងបិទបើកឲ្យវាដើរអញ្ចឹងក៏បានឬក៏បិទឲ្យបើកថ្មីហ្មងក៏បានដែរបើសិនកាលណាវាចាំច្រើន second ណាអញ្ចឹងប៉ុណ្នេះអញ្ចឹងប្រប់ពីប៉ុណ្្នឹងមកហើយគឺយើងដើរធម្មតាវិញហើយយើងអាចឆាតបានលេងបានធម្មតាវិញសម្រាប់បញ្ហានេះគឺខ្ញុំឃើញបដោះសន្នទេខ្ញុំមិនដឹងថាវាបញ្ហាហ្នឹងប៉ុន្តែតែខ្ញុំមើលខាងទូគុំ technology យើងគាត់ផុសអីផ្សេងអាចនឹងដូចជាមានច្រើន website ដែរអញ្ចឹងសម្រាប់កុំព្យូទ័រប៉ុណ្ណឹងហើយសម្រាប់ទូរស័ព្ទចាំតិចខ្ញុំនឹងសូអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់ទូរស័ព្ទសុំចាំទីបាទសួស្ដីអញ្ចឹងសម្រាប់ទូរស័ព្ទគឺខ្ញុំ record ពី screen មិនដែរទេអញ្ចឹងអាចមើលទូរទស្សន៍ទៅរបៀបនៃការធ្វើខ្ញុំសុំ voice over ពីលើចុះអញ្ចឹងរបៀបធ្វើអ្នកនាងចូលទៅកាន់ Discord ដំបូងមកក្នុងដោយសារពេលចូលទៅអ្នកនាងឃើញមានបញ្ហា slow ឬក៏ធ្វើអីអត់ចេញណាចូលរួមអត់កើតអីវាបើសិនករណី voice over ស្ដាប់បានជាសារអត់សូវស្រួលខ្លួនដែរហើយទំងើបមកថាធ្វើយប់មិញតែយប់មិញវាមួយគេអត់ស្រួលខ្លួនស្រួលគេយកទៅអញ្ចឹងចូល setting មកហើយចូល Wi-Fi យើងមកអញ្ចឹងនៅក្នុង Wi-Fi នេះមានសញ្ញាឧទានមួយអ្នកនេះគាត់ចុចចូល Wi-Fi ដែលយើងប្រើប្រាស់ចុចសញ្ញាឧទាននោះអស់មកក្រោមបន្តិចមកក្នុងអនឡាញក្រោមអ្នកឃើញពាក្យថា DNS នេះយើងមាន config DNS នេះអញ្ចឹងនៅពេលដែលយើងប្រើ auto បន្តិចវានឹងចាប់ DNS server ដូចនៅក្នុងកុំព្យូទ័រអញ្ចឹងដែរហ្នឹងតមកអ្នកនេះយកពាក្យថា manual មកដល់ពេល manual ហើយអ្នកនេះអាចឃើញ IPv ចាស់នេះយើងលុបចោលទៅកុំឲ្យវាលើប្រើទៅលើហ្នឹងបើអញ្ចឹងទៅយើង add ទៅ override វាលើក៏បានដែរខ្ញុំអត់ច្បាស់តែដាក់ដាក់ទៅតែដល់មកយើង add new DNS ដូចមិញមកដាក់1 ពី1មក1.1.1មកហើយ save តទៅពី save ហើយយើងចូលទៅកាន់ Discord យើងវិញមកហើយ ignore QR money លើកូដកុងខ្ញុំចុះសល់2រៀលយើងអាចចូលរួមធម្មតាចឹងចូលបានវិញធម្មតាចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេសម្រាប់អ្នកប្រើប្រាស់ VPN អាចនឹងមានបញ្ហា slow ហើយមានបញ្ហាអីអាហ្នឹងប្រើដោយស្បិតមើលដោយជ្រើសរើស VPN ប្រើប្រាស់ខ្លួនឯងត្រឹមត្រូវរើស VPN ខុសណាហើយអ្នកចង់ត្រូវ fix config ប៉ុណ្ណឹងទៅចឹងវីដេអូហ្នឹងដូចជាមានតែប៉ុណ្្នឹងទេចាំបន្តិចខ្ញុំសុំឆែកដូចជាមានតែប៉ុណ្្នឹងទេបើសិនអ្នកមានចង្អល់អីអាចឆាតតាម Discord ក៏បានឬក៏ DM តាម TikTok អីខ្ញុំមកតាមខ្ញុំក៏បានដែរខ្ញុំដោះស្រាយជូនបើសិនគាត់ខ្ញុំធ្វើទៅបានអញ្ចឹងកុំភ្លេចជួយ subscribe channel YouTube ខ្ញុំម្នាក់មួយឬក៏ follow TikTok ខ្ញុំផងអរគុណជំរាបលាបាយបាយ